បាទជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្ហាញឬក៏មកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបនៃការ remove BM របស់យើងនៅពេលដែលវា load សញ្ញា verification needed ណាអានឹងដល់ពេលវា load ចឹងមកយើងពិបាកក្នុងការធ្វើការឥឡូវដូចជា BM មួយនេះខ្ញុំចូលទៅកាន់ setting គឺវា load មកតម្រង់មកបែបនេះបងឃើញទេអ្នកតម្រង់គឺបែបនេះអញ្ចឹងនៅពេលដែល load មកនៅតម្រង់បែបហ្នឹងគឺយើងពិបាកក្នុងការទៅស្វែងរកជាមួយនឹង Hotmail ឬក៏ Gmail ឬក៏យើងខ្ជិលលុក Hotmail យើង Gmail យើងវាអញ៉ៃឬក៏មួយទៀតយើងបាត់ Gmail របស់យើងចង់ដាក់ Gmail ថ្មីអីចឹងទៅអញ្ចឹងការ remove នេះគឺវាមាន2 option អញ្ចឹងខ្ញុំប្រាប់ option ទី1គឺប្រាប់មហាស្រួលគេហៅមហាស្រួលអញ្ចឹងគឺយើងត្រូវធ្វើម៉េចដើម្បីយើងremove អានេះបានលឿនប៉ុន្តែ remove បើយើង refresh ទៅគឺវាមកវិញហើយតែយើងចង់និយាយថារបៀបដែលយើង remove ហ្នឹងគឺបានលឿនអញ្ចឹងទី1យើងចូលមកកាន់ tray 3មួយនេះហើយចុចពាក្យថា bookmark ហើយយកពាក្យថា show bookmark ហើយនៅត្រង់កន្លែងនេះអ្នកនរគ្នាចុចមកចុច tray 3ទៀតទេចុចនៅលើនេះមកចុចពាក្យ add យើងចុច mouse ស្ដាំណាហើយយកពាក្យ add page ហើយបន្ទាប់មកខាងលើហ្នឹងខ្ញុំសរសេរពាក្យថា remove ទៅឲ្យយើងចង់ចាំថានឹងវាជាការ remove ហើយអូខេហើយនៅត្រង់កន្លែងនេះអ្នកនរគ្នាឲ្យ copy link របស់ខ្ញុំឲ្យអ្នកនរគ្នា not ទុកដែរទេនេះអ្នកនរគ្នាអាចយកទៅបានអត់មាននេះទេ script ហ្នឹងគឺចែក free ទេណាអត់មានគិតលុយគិតអីទេនេះបង្ហាញចំឯងយើង copy មកហើយយើងផាសមកតោះមកយើង save តែប៉ុណ្្នឹងគឺយើងនឹងបានប៊ូតុង remove មួយដែលមានរូបសញ្ញាផែនដីហ្នឹងអញ្ចឹងអត់មានពិបាកទេចុចមកប៉ក់ទៅគឺដាច់បាត់ហើយគឺអត់មានពិបាកទេអញ្ចឹងដូចថាឥឡូវយើងចូលមកកាន់ add វានឹង load មកភាសាទៀតហើយslow បងណានិយាយទៅឲ្យតែពេលខ្ញុំចាប់ផ្ដើមថតគឺវារៀង slow ខ្ញុំទៅមុខវិញអូខេអញ្ចឹងដល់ពេលដែលយើងមកនេះឃើញវា load មកបែបហ្នឹងអញ្ចឹងយើងចុចប៉ក់គឺដាច់ហើយចុចតាមមួយ click គឺដាច់តែម្ដងហើយយើងចូលមកកាន់មួយនេះពេលយើងចូលមកដល់គឺវានឹង load បែបណាទៀតយើងចាំមើលសិនអានេះគឺជា BM របស់ភ្ញៀវដែរទេគាត់ដាក់ឲ្យខ្ញុំធ្វើការឲ្យគាត់ហ្នឹងធ្វើថតឲ្យគាត់ណាក៏ប៉ុន្តែគាត់តម្លាក់ account មកឲ្យខ្ញុំជួសជុលធ្វើដល់ពេលខ្ញុំឃើញក៏ខ្ញុំចាប់ផ្ដើមធ្វើហ្មងទៅថតជាវីដេអូនេះឃើញអត់ឃើញវា load មកអញ្ចឹងចុចពាក្យ remove ប៉ុណ្ណឹងគឺបាត់ហើយគឺអត់មានទេឃើញអត់មួយបាត់ឬក៏មួយទៀតអ្នកនរគ្នាចូលមកដល់កន្លែង account នេះយ៉ាង slow ឲ្យវា load ម្ដងទៀតពេលខ្លះចុចតែ2ទៅ3ដងគឺវាបាត់ប្រហែលថ្ងៃនេះគឺ slow ណាស់មែនឃើញទេវាចូលបញ្ហាបែបហ្នឹងអញ្ចឹងចុចមួយទៅគឺ click មកស្ដាំហើយយកពាក្យ inspect ហើយយកពាក្យថា console element ច្រឡំទៅចង់ verify page អញ្ចឹងយើងចុចកន្លែងនេះមកហើយយើងចុចនៅលើប៊ូតុង background នៅលើហ្នឹងគឺវានឹង select ឲ្យយើងនេះឃើញអត់ចង់ទៅដល់កន្លែងហ្នឹងយើងចុច select ហើយ delete ចាំតិចសិនចុចសារថ្មីមកវា load សញ្ញាហ្នឹងមកវា slow ដល់អ្នកគ្នាអូខេទៅមួយណាមិនយើង delete ឲ្យមកតង់ឲ្យវា slow ពេកអញ្ចឹងយើងចុចមកវា select ឲ្យយើង delete មួយទៀតមកអញ្ចឹងគឺវាទៅបាត់ហើយហ្នឹងក៏ដូចគ្នាដែរអញ្ចឹងវីដេអូគឺមានប៉ុណ្្នឹងហើយមួយទៀតយើងចង់ដូរទៅលើ email របស់យើងឲ្យដាក់ទៅវា verify ទៅកាន់ email hotmail របស់យើងគ្រាន់ចុចកន្លែង edit នេះមកហើយយើងចុចពីchange ឧទាហរណ៍ថាខ្ញុំមាន email មួយទៀត change ដាក់លេខ0នេះមួយអញ្ចឹងទៅណាឧទាហរណ៍យើងមាន email ថ្មីរបស់យើងអញ្ចឹងយើងដាក់ឲ្យបោះថ្មីយើងមកយើង copy ហើយយើងដាក់ម្ដងទៀតទៅហើយយើង save ទៅវានឹងឲ្យយើង confirm មួយលេខកូដនេះអញ្ចឹងវីដេអូគឺមានប៉ុណ្្នឹងស្រួលងាយសម្រាប់អ្នកទាំងអស់គ្នាបើសិនជាមានចម្ងល់ឬសំណួរអ្វីបន្ថែមអាចឆាតសួរបានបងឆាតសួរបានអ្នកទាំងអស់គ្នាអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ